Và chỉ bật thấm lúc này kêu cho từ căn App Storeឬក៏ Play Store ហើយវាយពាក្យថា WVS Data Collection App ដូចខ្ញុំបានបង្ហាញនេះអញ្ចឹងកំពុងតែវាយបាទពេលវាយហើយអ្នកគ្រូទាញយក app WVS ហ្នឹងមកដោយសារខ្ញុំមានហើយអញ្ចឹងវា load ពី open វិញបាទក្រោយមកយើងចុចទៅលើវាបន្តមកទៀតយើងនឹងឃើញផ្ទាំងនេះ load ចេញមកបាទ load ចេញមកលោកគ្រូចុចពាក្យថា start កន្លែង big Q បាទបៃតងហ្នឹងបន្តមកទៀតបន្តទៅកន្លែងរូបមនុស្សបាទរូបមនុស្ស human ផុតប៉ុណ្្នឹងទៅវា load ផ្ទាំងនេះមានឃើញ big ហើយនឹងกระดาษមួយទៀតបាទ like survey បាទក្រោយពេលយើងចុចហើយវាចូលតម្រងឲ្យយើងចាប់ផ្ដើម survey គេថា start form ប៊ូតុងនៅខាងក្រោមហ្នឹងហើយឃើញកម្រងសំណួរដូចជាតំណាងគូស្រាដែលអនុញ្ញាតឲ្យយើងសម្ភាសបើគេព្រមសម្ភាសគឺយើងយកបាតចាស់បន្តមកទៀតមានសំណួរថាសួរសមាជិកគ្រួសារប្រមាណអ្នកយើងវាយលេខចូលបើឧទាហរណ៍នេះមាន3អញ្ចឹងយើងវាយលេខ3បន្តមកទៀតមានឆ្កែឬទេបើគាត់ថាមានយើងយកបាតចាស់ហើយមានឆ្កែប្រមាណក្បាលយើងឧទាហរណ៍មាន2អញ្ចឹងទៅបាទបន្តមកទៀតមានឆ្កែប្រមាណក្បាលដែលបានចាក់ហើយជាទូទៅឆ្កែដែលអត់ចាក់ហ្នឹងគឺទេដោយសារគាត់មាន2ក្បាលគាត់ចាក់ទាំង2ក្បាលអញ្ចឹងយើង confirm កន្លែងប៊ូតុងខាងក្រោមគេអញ្ចឹងវា load ចូលផ្ទាំងថ្មីទៀតសម្រាប់ខ្នងផ្ទះថ្មីមួយទៀតដែលយើងត្រូវសម្ភាសហើយកន្លែងនេះគឺកន្លែងដែលយើង upload all data នៅពេលដែលយើងសម្ភាសរួចរាល់យើងខ្លាចបាត់ទិន្នន័យយើងអាច upload ម្ដងមួយក៏បានឬមួយក៏ចាំល្ងាចឡើងចប់ការងារ upload ក៏បានបាទវីដេអូខ្ញុំមានប៉ុណ្ណឹង